កាលពីថ្ងៃទី9ខែមិថុនាឆ្នាំ2025កន្លងទៅនេះឧត្តមស្នេហ៍ឯកកឹមវណ្ណានាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរៈភូមិន្ទបានដឹកនាំនីតិហ៊ានពលទាហាននៅក្នុងមជ្ឈមណ្ឌលនិងសប្បុរសជននាំយកអំណោយនិងថវិកាមួយចំនួនទៅផ្ដល់ជូននីតិហ៊ានរងនិងពលទាហានទីបញ្ជាការជួរមុខអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរៈភូមិន្ទប្រចាំនៅទិសយុទ្ធភូមិភាគទី4ដែលកំពុងឈរជើងប្រចាំការពារបរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃខេត្តព្រះវិហារឧត្តមកឹមវណ្ណាបានមានប្រសាសន៍ថានាពេលនេះគឺជាពេលវេលាដ៏ចាំបាច់មួយដែលយើងទាំងអស់គ្នាជាជាតិសាសន៍ខ្មែរត្រូវរួបរวมកម្លាំងមហាសាមគ្គីគ្រួសារខ្មែរជួយផ្ដល់កម្លាំងកាយកម្លាំងចិត្តទាំងអ្វីគ្រប់យ៉ាងដើម្បីតបស្នងដល់ទឹកចិត្តស្នេហាជាតិមាតុភូមិរបស់បងកងទ័ពទាំងអស់ជាពិសេសដើម្បីកងទ័ពសមរភូមិមុខទាំងអស់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារសេចក្តីសុខសាន្តជូនដល់ជាតិមាតុភូមិក្នុងឱកាសនោះនាយឧត្តមស្នេហ៍ឥតសរ៉ាតអគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសយុទ្ធភូមិភាគទី4នៅក្នុងនាមកងកម្លាំងកងទ័ពឈរជើងការពារបរណភាពទឹកដីនៅព្រំដែនជួរមុខបានថ្លែងអំណរគុណដល់ឧត្តមស្នេហ៍ឯកកឹមវណ្ណានិងសប្បុរសជនព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលចូលរួមឧបត្ថម្ភថវិកាគ្រឿងឧបភោគបរិភោគជាសម្ភារៈប្រើប្រាស់មកផ្ដល់ជូនដល់កងទ័ពជួរមុខនាពេលនេះដែលនេះគឺជាស្មារតីស្នេហាជាតិខ្ពស់រួមគ្នារវាងប្រជាពលរដ្ឋនិងកងទ័ពការពារទឹកដីរបស់យើងឧត្តមស្នេហ៍ឯកកឹមវណ្ណាជំនួសមកឲ្យនីតិហ៊ាននៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការបានគោរពជូនពរដល់ឧត្តមប្រធានគណៈបញ្ជាការឯកភាពសមរភូមិព្រំដែនកម្ពុជាថៃទិសយុទ្ធភូមិភាគទី4និងនីតិហ៊ានរងពលទាហានទាំងអស់កងកម្លាំងនៅព្រំដែនជួរមុខទាំងអស់សូមមានសុខភាពល្អបរិបូរណ៍ឈ្នះអស់មាសសត្រូវយាយីទាំងឡាយទាំងពួងដែលមានបំណងលួចទឹកដីខ្មែរហើយសូមឲ្យទេវតាថែរក្សាទឹកដីនៃប្រជាជនជាតិកម្ពុជាឃុំក្រងថែរក្សាកងទ័ពខ្មែរឲ្យជួបតែសេចក្តីសុខសុវត្ថិភាពនិងមានជ័យជំនះលើខ្មាំងសត្រូវឈ្លានពានគ្រប់ពេលវេលាជំនួសមកឲ្យសប្បុរសជនឧត្តមបានបន្តថាក្នុងនាមពលរដ្ឋកម្ពុជាដែលនៅសមរភូមិខាងក្រោយគឺមានជំនឿយ៉ាងមុតមមលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងទឹកចិត្តដ៏អង់អាចក្លាហានរបស់កងកម្លាំងសមរភូមិមុខនៅក្នុងកិច្ចការពីអធិបតេយ្យបរណភាពទឹកដីនិងគ្រប់គ្រងរាជរដ្ឋាភិបាលពេញទំហឹងដែលបានយកបញ្ហាប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ អំណោយដែលផ្ដល់ជូនដល់កងទ័ពជួរមុខទិសភូមិភាគទី4រួមមានបង្កងស្រស់50គីឡូបង្គាស្រស់50គីឡូមីជាតិ100កេសទឹកត្រីទឹកស៊ីអ៊ីវ100យួរប្រេងឆា10កេសត្រីខ5កេសត្រីងៀត12គីឡូសាច់ក្រក10គីឡូទឹកសុទ្ធ150កេសទឹកក្រូច50កេសផ្លែក្រូច5កេសនិងថវិកា10លានរៀល